ស្ដីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំមកបង្ហាញវីដេអូថ្មីមួយទៀតតាក់ទងជាមួយនឹងការវិភាគរកកម្លាំងពិតប្រាកដរបស់តារាទេពនីមួយៗក្នុងតារាងប៉ាជឿរបស់យើងណាជាទូទៅអ្នកទាំងអស់គ្នាត្រូវដឹងថាការអានតារាងប៉ាជឿមួយអាចត្រឹមត្រូវបានឬអាចលុះត្រាតែអ្នកទាំងអស់គ្នាដឹងថាតើតារាទេពទាំង10តួនៅក្នុងតារាងប៉ាជឿរបស់យើងនេះគាត់មានកម្លាំងពិតប្រាកដអត់ព្រោះពេលខ្លះអ្នកទាំងអស់ឃើញវត្តមានគាត់មែនប៉ុន្តែពេលខ្លះវត្តមានរបស់គាត់ត្រូវបានតារាទេពផ្សេងទៀតមក control មកពិឃាតគាត់បាត់ហើយអញ្ចឹងមានន័យថាគាត់មានត្រឹមតែជារូបភាពឲ្យយើងឃើញក្នុងនាមជារូបភាពប៉ុន្តែសួរគាត់មានកម្លាំងអត់ទេព្រោះគាត់ត្រូវបានគ្រប់គ្រងដោយតារាទេពផ្សេងទៀតអញ្ចឹងបានខ្ញុំលើកវីដេអូនេះមកដើម្បីបង្ហាញអ្នកទាំងអស់គ្នាថាការអានតារាងប៉ាជឿមិនត្រឹមតែស្គាល់រាសីរឹងមាំឬខ្សោយទេត្រូវស្គាល់កម្លាំងពិតប្រាកដនៅក្នុងតារាទេពនីមួយៗអញ្ចឹងណាដូចនៅក្នុងវីដេអូមុនខ្ញុំរំលឹកមេរៀនបន្តិចនៅក្នុងវីដេអូមុនខ្ញុំបរិញ្ញាអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងការវិភាគពីរាសីរបស់យើងរឹងមាំឬខ្សោយតាមការឲ្យបន្ទុកទៅលើធាតុកកើតជាមួយនឹងធាតុទូខ្លួនយើងនៅពេលដែលយើងស្គាល់រឹងមាំឬខ្សោយហើយយើងនឹងអាចកំណត់ទេថាតើយើងគួរប្រើធាតុអីដែលនាំលាភដល់យើងនឹងមួយប៉ុន្តែនៅក្នុងចំណុចនេះខ្ញុំចង់ highlight ឲ្យអ្នកទាំងអស់គ្នាដឹងថាបើសិនជាអ្នកទាំងអស់គ្នាជារាសីដែលស្ទើររឹងស្ទើរខ្សោយអ្នកទាំងអស់គ្នាត្រូវកណនាបន្ថែមទៅលើវ័យចរដែលមកថាតើវ័យចរនឹងមក support ឬអត់បើមក support អ្នកទាំងអស់គ្នាត្រូវឲ្យបន្ទុកទៅតាមមេរៀនដែលខ្ញុំបរៀននឹងផងហើយចំណុចពិសេសមួយទៀតត្រូវរៀនអង្កេតខ្លួនឯងថាតើយើងមានធាតុណាដែលជាធាតុឲ្យលាភយើងពិតប្រាកដព្រោះកាលណាយើងស្ទើររឹងស្ទើរខ្សោយមានតែអ្នកទាំងអស់គ្នាខ្លួនឯងត្រូវស្វែងយល់បន្ថែមអញ្ចឹងណាថាតើឆ្នាំណាមានធាតុអីមកធាតុនឹងឲ្យលាភយើងឬឲ្យទោសយើងអញ្ចឹងយើងអាចកំណត់ខ្លួនឯងថាយើងស្ថិតនៅក្នុងរាសីខ្សោយឬរាសីរឹងមាំហ្នឹងគឺជាចំណុចពិសេសដែលខ្ញុំចង់ highlight ណាអូខេអញ្ចឹងយើងទៅស្គាល់ទៀតថានៅក្នុងរាសីរបស់យើងមាន8តួអក្សរយើងមាន4នៅខាងលើដែលយើងហៅថារាសីខាងលើរាសីខាងលើជាទូទៅគឺជារាសីដែលយើងបង្ហាញឲ្យសង្គមខាងក្រៅស្គាល់យើងឲ្យឃើញពីយើងប៉ុន្តែកាលណាមានតែរាសីខាងលើអត់មានឫសនៅខាងក្រោមមានន័យថាងាយនឹងរងផលប៉ះពាល់ឬឥទ្ធិពលពីកត្តាខាងក្រៅឲ្យផលក៏លឿនរងផលប៉ះពាល់ក៏លឿនប៉ុន្តែរាសីនៅខាងក្រោម4យើងហៅថារាសីដីឬរាសីខាងក្រោមដែលមានសត្វទាំង12រាសីខាងក្រោមនេះបើធាតុទាំង4នៅខាងក្រោមគឺជាធាតុដែលរឹងមាំជាងនៅខាងលើហើយក៏ជាអ្វីដែលយើងលាក់ដែលអ្នកដទៃមើលអត់ដឹងស្មានពីយើងអត់ឃើញទេដោយគាត់អញ្ចឹងគាត់ទូភ្លើងដកនៅលើកលអ្នកគ្រប់គ្នានឹងស្គាល់គាត់ក្នុងនាមតែជាភ្លើងដកទេប៉ុន្តែអត្តចរិតចិត្តគំនិតរបស់គាត់ខាងក្នុងគឺជាកលណាហ្នឹងហើយបើនិយាយពីភាពរឹងមាំ stable ស្ថិរភាពគឺគាត់រឹងមាំជាងរាសីខាងលើអូខេអញ្ចឹងខ្ញុំចង់ឧទាហរណ៍អ្នកនរគ្នាងាយយល់មានន័យថាបើសិនជាគាត់រាសីខាងក្រោមនៅក្នុងរាសីដីប្រៀបដូចដើមឈើនេះអញ្ចឹងមានន័យថាគាត់មានឫសជ្រៅចាក់ជ្រៅទៅក្នុងដីអញ្ចឹងពេលដែលបញ្ហាឧបសគ្គដែលមកតាមរយៈវ័យចរឆ្នាំចរហ្នឹងគឺគាត់មានកម្លាំងនៅក្នុងការទប់ទល់ឃើញកន្លែងរូបភាពនេះដែលខ្ញុំបង្ហាញថាមានព្យុះភ្លៀងក្នុងកម្រិតណាមួយគាត់នៅតែមានកម្លាំងទប់ទល់អាស្រ័យទៅលើឫសដែលគាត់ចាក់នៅក្នុងក្រោមដីហ្នឹងអញ្ចឹងណាអូខេអញ្ចឹងយើងទៅមើលឧទាហរណ៍ជាក់ស្ដែងថាតើយើងវិភាគបែបម៉េចនៅក្នុងឧទាហរណ៍នេះខ្ញុំឧទាហរណ៍ថាគាត់មានតួខ្លួនជាភ្លើងបូកដែលមានភ្លើងដក2តួនៅរាសីខាងលើរាសីមេឃមានខែនិងឆ្នាំខ្ញុំប្រៀបបដូចថាតារាទេពភ្លើងហ្នឹងគឺដូចជាចកដែលដុះនៅលើទឹកនេះអញ្ចឹងគាត់មិនមានឫសគល់រឹងមាំទេទី1ដោយសារតែគាត់មិនមានធាតុ support នៅខាងក្រោមនៅក្នុងរាសីដីឈើទៅ support ភ្លើងគាត់មិនមានឫសគល់ខ្លួនឯងជាភ្លើងនៅខាងក្រោមអញ្ចឹងខ្ញុំប្រៀបបដូចគាត់ទៅជាចកមានន័យថាគាត់នឹងឆាប់ទទួលរងឥទ្ធិពលពីឥទ្ធិពលឆុងមកតាមវ័យចរឆ្នាំចរប៉ុន្តែនៅក្នុងរូបភាពទី2គាត់មានតែមួយតួទេតែមួយតួគាត់គឺនៅក្នុងតួខែនៅរាសីដីនៅក្នុងរាសីដីដែលខ្ញុំប្រាប់ថាគាត់មានមួយតួតែគាត់រឹងមាំជាងនៅខាងលើ2តួនឹងទៀតអញ្ចឹងខ្ញុំប្រៀបបដូចថាគាត់មានភ្លើងដែលធៀបជាមួយនឹងតួមាសយ៉ាងគឺជាធាតុអំណាចដូចគ្នាតែធាតុអំណាចរបស់គាត់នេះគឺរឹងមាំនៅក្នុងតួខែអញ្ចឹងរូបភាពនេះខ្ញុំចង់បង្ហាញថាធាតុភ្លើងមួយនេះមក control ធាតុមាសយ៉ាងក្នុងនាមជាធាតុអំណាចដែលធ្វើឲ្យមាសនឹងមានតម្លៃធាតុនៅក្នុងតារាងប៉ាជឿអ្នកដែលមានតារាទេពអំណាចដូចអ្នកទាំងអស់គ្នាដឹងហើយថាតំណាងឲ្យវិន័យតំណាងឲ្យអំណាចតំណាងឲ្យបែបបត់
ចឹងបើសិនជាមនុស្សដែលមានធាតុអំណាចមានន័យថាគាត់គឺជាមនុស្សដែលមានវិន័យការដឹកនាំមាន talent នៅក្នុងការដឹកនាំហើយបើការងារគឺជាមនុស្សដែលមានទំនួលខុសត្រូវច្បាស់លាស់ទាំងលទ្ធផលទាំង deadline មានន័យថាបើសិនជាគាត់សន្យាអីគឺគាត់ព្យាយាមធ្វើឲ្យបានកន្លែងហ្នឹងនឹងគឺជាតួនាទីនៃតារាទេពធាតុអំណាចអញ្ចឹងទោះជាបីវ័យចូលមកបែបណាក៏ដោយក៏ពិបាកនៅក្នុងការមកឆុងជាមួយគាត់ដោយសារគាត់មិនឆុងឲ្យឆុងប៉ុន្តែគាត់មានភាពរឹងមាំអំណាចបែបនេះគឺជាអំណាចបែបរឹងមាំមានស្ថិរភាពខុសពីអំណាចបែបទី1គឺមានន័យថាបើសិនជាមកពីឃាតឆុងពីឃាតធាតុនោះឡើងមានកម្លាំងហើយអញ្ចឹងនៅក្នុងតារាងប៉ាជឿទី1អញ្ចឹងយើងចូលទៅក្នុងតារាងប៉ាជឿទី3តាប៉ាជឿទី3គាត់មានឬគល់ហើយគាត់ថែមពីនៅខាងលើនេះមានន័យថាគាត់មានធាតុអំណាចខ្លាំងមក control គាត់ធាតុអំណាចបើសិនជាមានលំមសមតលធ្វើឲ្យយើងកែច្នៃយើងឲ្យមនុស្សមានតម្លៃមានវិន័យច្បាស់លាស់មិនពេកដែលភាសាខ្មែរយើងថាកាលណាមានច្រើនពេកតិចពេកគឺសតតែមិនល្អទេអញ្ចឹងកន្លែងនេះមានន័យថាគាត់មានច្រើនពេកកាលណាមានធាតុអំណាចច្រើនពេកមក control យើងច្រើនពេកប្រៀបដូចជាដាក់សម្ពាធឲ្យយើងអញ្ចឹងដែលក្នុងរូបភាពនេះឃើញខ្ញុំដាក់មានរូបកត្រៃច្រើនមកពីឃាតយើងឯងពីឃាតយើងរហូតដល់ខ្លួនឯងលែងជាខ្លួនឯងលែងជាដើមឈើសូម្បីតែស្លឹកក៏លែងមានហ្នឹងមានន័យថានៅពេលដែលយើងមានតារាទេពអំណាចច្រើនពេកនៅក្នុងទូខ្លួនរបស់យើងអញ្ចឹងបានខ្ញុំព្យាយាមបរៀនឲ្យអ្នកទាំងអស់គ្នាយល់ថាតើឥទ្ធិពលរបស់តារាទេពមួយហ្នឹងមកក្នុងទូខ្លួនយើងមានលក្ខណៈសមតលលក្ខណៈខ្សោយឬក៏លក្ខណៈច្រើនជ្រុលហើយតារាទេពមួយហ្នឹងនឹងជះឥទ្ធិពលមកយើងតាមរូបភាពបែបហ្នឹងឯងហើយឥទ្ធិពលរបស់វាកាន់តែខ្លាំងកាន់តែខ្សោយនៅពេលដែលវ័យចរមកយើងត្រូវទៅមើលទៀតឧទាហរណ៍កន្លែងនេះជួនកាលវ័យចររបស់យើងមកពីធាតុអំណាចមួយណាអាចធ្វើឲ្យយើងមកសមតលវិញក៏បានដែរអញ្ចឹងនៅក្នុងការអន្តរាងប៉ាជឿខ្ញុំសង្ខេបមកវិញមានន័យថាក្រៅពីស្គាល់រាសីខ្លួនឯងរឹងមាំខ្សោយត្រូវស្គាល់កម្លាំងនៅក្នុងតារាទេពនៅក្នុងតារាងប៉ាជឿរបស់យើងត្រូវចេះមើលតារាងវ័យចររបស់យើងមកទៀតថាមក support តារាទេពមួយណាមកពីឃាតមួយណាកាលណាមកប៉ះជាមួយតារាទេពនីមួយៗគឺប៉ះពាល់ដល់តួនាទីដែលគាត់ដើរតួនៅក្នុងតារាងប៉ាជឿយើងដែរអ្នកទាំងអស់គ្នាធ្លាប់ឮគេហៅថាឆុងហេងឆុងស៊យនឹងនៅក្នុងវីដេអូរបស់អ្នកគ្រូតែងតែនិយាយដូចគ្នាកាលណាឆុងមកឆុងជាមួយធាតុដែលមិនត្រូវការរបស់យើងធ្វើឲ្យយើងហេងតែបើសិនជាមកឆុងជាមួយធាតុត្រូវការរបស់យើងធ្វើឲ្យយើងស៊យអញ្ចឹងណាកន្លែងហ្នឹងគឺអត្ថន័យបែបហ្នឹងបើសិនជាយើងលើសតារាទេពអំណាចប៉ុន្តែនៅពេលដែលវ័យចរឆ្នាំចរមកពីឃាតតារាទេពអំណាចណាមួយដែលលើសហ្នឹងអាចធ្វើឲ្យយើងមកស្រាក់ស្រានមកធូរស្រាលជាងមុនអញ្ចឹងណាអូខេអញ្ចឹងជាសង្ខេបមកវិញខ្ញុំសង្ខេបថាដើម្បីអាចវិភាគបាននៅក្នុងតារាទេពមួយហ្នឹងរឹងមាំឬអត់ទី1អ្នកទាំងអស់គ្នាត្រូវដឹងថាតើតារាទេពហ្នឹងមានឫសគល់អត់បើសិនដូចនៅក្នុងមេរៀនslide របស់ខ្ញុំខាងលើមានគាត់មានតួភ្លើងដកនៅខាងលើដល់តែ2ប៉ុន្តែគាត់អត់មានឫសទេកាលណាពាក្យថាឫសហ្នឹងមានន័យថាគាត់មានតួភ្លើងខ្លួនឯងនៅខាងក្រោមនៅរាសីដីអត់មានន័យថាគាត់មិនមានឫសគល់កាលណាគាត់មិនមានឫសគល់អញ្ចឹងមានន័យថាបើសិនជាមានឆ្នាំចរវ័យចរមកគាត់នឹងងាយរងឥទ្ធិពលនឹងផ្លាស់ប្ដូរទៅតាមវ័យចរនឹងថាតើកម្លាំងវ័យចរនឹងមកពីឃាតគាត់ឬក៏មក support គាត់អត្ថន័យគឺមានន័យបែបហ្នឹងណាទី2គាត់មានរដូវកាល support អត់រដូវកាល support មានន័យថាបើសិនជាគាត់ជាភ្លើងដកហ្នឹងគាត់មានរដូវកាល support អាចជាអីជាភ្លើងខ្លួនឯងដែលបង្ហាញពីឫសគល់របស់គាត់ឬក៏ធាតុម្ដាយរបស់គាត់នៅទូខែអត់អញ្ចឹងណាហ្នឹងហើយទី3ធាតុម៉ែនៅក្នុងប្រឡោះណាមួយក៏ដោយបើសិនជាគាត់មានធាតុម៉ែនៅខាងរាសីខាងក្រោមមានន័យថាធាតុភ្លើងមួយនឹងខ្លាយទៅជារឹងមាំករណីធាតុម៉ែនឹងមិនត្រូវបានគ្រប់គ្រងដោយតារាទេពផ្សេងទៀតដែរអញ្ចឹងណាទី4ទី4តកតងជាមួយនឹងតារាទេពហ្នឹងឧទាហរណ៍ថាភ្លើងហ្នឹងយើងឃើញហើយបើឧទាហរណ៍ថាគាត់មាននៅខាងក្រោមនេះប៉ុន្តែស្រាប់តែនៅខាងក្រោម3ប្លោះដែលខ្ញុំ highlight ហ្នឹងមានឆ្នាំខាងលើឆ្នាំខាងក្រោមហើយនឹងឆ្នាំខាងក្រោមនិយាយទៅ3ប្លោះខាងលើខាងក្រោមហ្នឹងពីខាងលើរាសីខាងក្រោមមួយនេះបើសិនជាធាតុពីឃាតគាត់មានន័យថានឹងបន្ថយកម្លាំងរបស់គាត់ដែលនៅមមីនៅក្នុងទូខែនេះអញ្ចឹងណាកន្លែងហ្នឹងគឺមានន័យយ៉ាងឧទាហរណ៍ថាគាត់ជាភ្លើងអញ្ចឹងបើសិនជានៅក្នុងតារាទេពផ្សេងទៀតនៅកន្លែង3ប្លោះនឹងជាធាតុជាធាតុទឹកមកពីឃាតភ្លើងត្រូវទេអញ្ចឹងមានន័យថាភ្លើងមួយនឹងត្រូវបានគេ control ដែរអញ្ចឹងកម្លាំងរបស់គាត់នឹងថមថយទៅតាមបែបហ្នឹងទី3ទី5តកតងជាមួយនឹងការហាក់ជាទូទៅមានន័យថាបើសិនជាគាត់មាន
ហាក់មានហាក់ខាងលើនិងហាក់ខាងក្រោមហើយហាក់ប្រែធាតុបានពិតប្រាកដលុះត្រាតែរដូវកាល support អានឹងនៅក្នុងមេរៀនមុនដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាកម្លាំងរបស់គាត់ពិតប្រាកដត្រូវមើលហាក់មួយទៀតមិនត្រូវមើលតែឆុងទេណាបើសិនជាហាក់ប្រែធាតុបានជោគជ័យមានន័យថាយើងលែងរាប់ថាគាត់ជាធាតុតារាទេពអំណាចទៀតហើយគាត់ត្រូវបានផ្លាស់ប្ដូររត់ទៅតាមធាតុដែលគាត់ហាក់អញ្ចឹងកន្លែងនេះខ្ញុំចង់មានន័យបែបហ្នឹងមានន័យថាបើហាក់កាលណាហាក់បានជោគជ័យនឹងត្រូវបង្កើនគុណភាពឬបន្ថយគុណភាពទៅតាមធាតុដែលគាត់ហាក់ប្រែធាតុនឹងឯងហើយការហាក់មិនមែនសុទ្ធតែល្អការឆុងក៏មិនមែនសុទ្ធតែអាក្រក់ដែលខ្ញុំព្យាយាមប្រាប់អ្នកទាំងអស់គ្នាថាបើសិនជាហាក់ប្រែមកជាធាតុដែលយើងត្រូវការបានល្អតែបើសិនជាហាក់ប្រែធាតុទៅជាធាតុដែលយើងមិនត្រូវការគឺអត់ល្អទេឧទាហរណ៍ថាយើងត្រូវការធាតុមាសប៉ុន្តែនៅពេលឆ្នាំចមួយណាមកហាក់ធាតុមាសរបស់យើងទៅបាត់កន្លែងនោះមានន័យថាអ្នកទាំងអស់គ្នាបាត់បង់ធាតុបាត់បង់អ្នកដែលមកជួយយើងហើយអញ្ចឹងមានន័យបែបហ្នឹងឆុងក៏ដូចគ្នាបើឆុងជាមួយធាតុដែលយើងមិនត្រូវការមានន័យថាអ្នកទាំងអស់គ្នាត្រូវបានមនុស្សដែលធ្លាប់តែមកគ្រប់គ្រងធ្លាប់តែមកបង្កបញ្ហាយើងត្រូវបានឆុងទៅបាត់អ្នកទាំងអស់គ្នានឹងមានន័យថាយើងអាចស្រាក់ស្រានយើងធូរស្រាលយើងលែងមានបញ្ហាច្រើនអញ្ចឹងគ្រប់ការឆុងការហាក់អ្នកទាំងអស់គ្នាត្រូវស្វែងយល់ឲ្យច្បាស់បើហាក់ប្រែធាតុជាធាតុឲ្យលៀបយើងគឺអ្នកទាំងអស់គ្នាហេងតែបើហាក់យកធាតុល្អរបស់អ្នកទាំងអស់គ្នាទៅបាត់គឺមិនហេងទេគឺស្មើនឹងឆុងសយដូចគ្នាអញ្ចឹងណាអូខេទី6មើលខាងលើថាធាតុមួយហ្នឹងមានឆុងគ្នាអត់ខ្លះណាមានន័យថាឆុងឬក៏ត្រូវបាន control ផ្សេងទៀតអត់កាលឡើងចំណុចទី7ដូចគ្នាដែលខ្ញុំ highlight មកគឺមានន័យថាវ័យចជាមួយឆ្នាំចមកហ្នឹងមក control មកពិឃាតឬក៏មកបន្ថយឬក៏មកហាក់អញ្ចឹងគឺជាអត្ថន័យ7 step ដែលអាចបានន័យថាអ្នកទាំងអស់គ្នាយកមកប្រើប្រាស់នៅក្នុងការគណនាកម្លាំងរបស់តារាទេពនីមួយនៅក្នុងតារាងបាជឿរបស់យើងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវទៅមើលឡើងវិញនៅគ្រប់ចំណុចទាំងអស់ថានៅក្នុងតារាទេពប្លោះមួយយើងនឹងមានឥទ្ធិពលខ្លាំងឬក៏ខ្សោយអាស្រ័យទៅលើ7ចំណុចរបស់ខ្ញុំនេះអ្នកទាំងអស់គ្នាអាចយកទៅរៀនអនុវត្តតាមចំណុចមួយហ្នឹងទៅហើយករណីថាបើមានចម្ងល់គឺអាចទៅលាក់សំណួរសួរទៅហើយខ្ញុំនឹងព្យាយាមទៅឆ្លើយតាមអ្វីដែលតាមលទ្ធភាពដែលខ្ញុំមានណាហ្នឹងហើយអរគុណ